nhóm ban mà thưa rương mối đamមនុស្សស្រីគួរតែធ្វើជាប្រចាំនោះគឺមកពិនិត្យ Pap smear ឬក៏ពិនិត្យកោសិកាបម្រុងមហារីកមាត់ស្បូនទាំងអស់គ្នាមានដឹងអត់ថាជំងឺមហារីកមាត់ស្បូនណាគឺជាជំងឺមហារីកទី2ដែលកើតឡើងញឹកញាប់ជាងគេទៅលើស្ត្រីកម្ពុជាហើយជាជំងឺមហារីកទី3ដែលមានគ្រោះថ្នាក់ដល់ជីវិតបំផុតប៉ុន្តែជំងឺមហារីកមាត់ស្បូននេះក៏ជាជំងឺមហារីកមួយដែលអាចការពារបានដែរមូលហេតុមួយដែលធ្វើឲ្យជំងឺមហារីកមាត់ស្បូនកាចសាហាវគឺដោយសារតែវាមិនមានរោគសញ្ញាទាល់តែដំណាក់កាលធ្ងន់ធ្ងរមានវិធីសាស្ត្រពីរដែលមានប្រសិទ្ធភាពដើម្បីការពារពីជំងឺមហារីកមាត់ស្បូនបានដែលទី1គឺការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនឬក៏វីរុស HPV ហើយទី2គឺការពិនិត្យកោសិកាបម្រុងមហារីកមាត់ស្បូនឲ្យបានទៀងទាត់ហើយឥឡូវនេះខ្ញុំបានមកដល់ Clinic Marisop ច្បារអំពៅដើម្បីធ្វើការពិនិត្យប្រចាំឆ្នាំការពិនិត្យ Pap smear ឬក៏ការពិនិត្យកោសិកាបម្រុងមហារីកមាត់ស្បូននេះគឺងាយស្រួលទេដោយដំណើរការនៃការពិនិត្យគឺបន្ទាប់ពីការពិគ្រោះជាមួយនឹងអ្នកផ្ដល់សេវាហើយគាត់បានឲ្យខ្ញុំផ្លាស់សម្លៀកបំពាក់ហើយគេងលើគ្រែពេលដែលខ្ញុំមកពិនិត្យគឺខ្ញុំចូលចិត្តស្លៀករ៉ូបឬក៏សំពត់ដើម្បីងាយស្រួលក្នុងការផ្លាស់ដោយសារតែអ្នកគ្រូនៅ Clinic Marisop គាត់មានជំនាញច្បាស់លាស់អញ្ចឹងការពិនិត្យគឺអត់មានការឈឺចាប់ទេគ្រាន់តែមានការអួលតិចតិចហើយគាត់គ្រាន់តែត្បាយករំអិលមាត់ស្បូនគឺបានរួចរាល់ហើយប៉ុន្តែដោយសារតែខ្ញុំមក Clinic Marisop ស្រាប់ហើយខ្ញុំក៏បានទទួលការឆ្លោះមាត់ស្បូនតែម្ដងដើម្បីធ្វើការពិនិត្យឲ្យបានដិតដល់ថាតើទម្រង់មាត់ស្បូនបែបណាហើយមានបញ្ហាណាមួយដែរឬទេទាំងអស់គ្នាដឹងអីដែលខ្ញុំចូលចិត្តនៅពេលដែលខ្ញុំមកទទួលការពិនិត្យនៅ Clinic Marisop គឺអ្នកផ្ដល់សេវាបានបញ្យល់ដិតដល់ហើយមួយសប្តាហ៍ក្រោយមកនៅពេលដែលចេញលទ្ធផលគឺយើងមិនចាំបាច់ទៅ Clinic ម្ដងទៀតទេដែលគាត់បានផ្ញើលទ្ធផលដល់ខ្ញុំផ្ទាល់ហើយបានបញ្យល់លទ្ធផលនោះបន្ថែមទៀតប៉ុន្តែសម្រាប់អ្នកដែលអត់ទាន់ធ្លាប់ឆ្លងកាត់ការរួមភេទទេមិនធ្វើតែ Pap smear ក៏បានដែរប៉ុន្តែមុននឹងខ្ញុំបាននិយាយថាមានវិធីសាស្ត្រពីរអញ្ចឹងមួយទៀតគឺតាមរយៈការចាក់វ៉ាក់សាំងការពារដោយសារតែជំងឺមហារីកមាត់ស្បូនគឺបង្កឡើងដោយវីរុស HPV អញ្ចឹងវ៉ាក់សាំងការពារពីវីរុស HPV ឬក៏វ៉ាក់សាំងការពារមហារីកមាត់ស្បូននិងប្រដាប់បន្តពូជស្ត្រីនិងបុរសគឺអាចជួយការពារបានវ៉ាក់សាំង HPV នេះគឺអាចចាក់បានតាំងពីក្មេងអាយុ9ឆ្នាំមកហើយអាចចាក់បានទាំងស្ត្រីទាំងបុរសគឺគ្រប់ភេទទាំងអស់ដោយសារតែវីរុស HPV នេះគឺមិនមែនត្រឹមតែបង្កជំងឺមហារីកមាត់ស្បូនទេប៉ុន្តែវាក៏អាចបង្កទៅជាជំងឺផ្សេងទៀតដូចជំងឺមហារីកបំពង់កនិងជំងឺសេមាន់ជាដើមអញ្ចឹងការចាក់វ៉ាក់សាំងនេះគឺអាចការពារយើងពីជំងឺទាំងអស់នោះដែលបង្កឡើងដោយវីរុស HPV ហើយខ្ញុំក៏មានដំណឹងពិសេសមួយដែរដោយឥឡូវនេះClinic Marisop គឺមានការផ្ដល់ជូនពិសេសមួយសម្រាប់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនឬក៏ប្រដាប់បន្តពូជស្ត្រីបុរសដែលទាំងអស់គ្នាអាចមកទទួលការផ្ដល់ជូនពិសេសនេះបាននៅគ្រប់ Clinic Marisop រួមទាំង Clinic Marisop ច្បារអំពៅផងដែរសម្រាប់ព័ត៌មានបន្ថែមទាំងអស់គ្នាអាចទំនាក់ទំនងទៅខាងលេខទូរស័ព្ទខាងក្រោមនេះបាន Clinic Marisop ច្បារអំពៅគឺងាយស្រួលរកណាស់ដោយនៅជិតស្ពានច្បារអំពៅផ្ទាល់ហើយដើម្បីកាន់តែងាយស្រួលកុំភ្លេចទូរស័ព្ទឬក៏ផ្ញើសារទៅកក់សេវាផងដើម្បីកុំឲ្យមានការរងចាំអរគុណទាំងអស់គ្នាដែលបានមើលបើសិនបើចូលចិត្តវីដេអូនេះកុំភ្លេច like និង share ហើយទៅ follow ខ្ញុំនៅលើ TikTok និង subscribe នៅលើ YouTube សម្រាប់វីដេអូផ្សេងៗទៀតជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ